សេចក្តីថ្លែងការណ៍ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃកាលពីព្រឹកថ្ងៃទី28ឧសភាឆ្នាំ2025ស្ថិតនៅភូមិដេជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារនាថ្ងៃទី29ខែឧសភាឆ្នាំ2025វេលាម៉ោង 15:30 នាទីរសៀលនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទនិងនាយឧត្តមសេនីយ៍ប៉ាណាផ្លេផតធុកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានជួបចរចានៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជាថៃច្រកព្រំដែនចុងចំអូស្មាច់ដោយទទួលបានលទ្ធផលដូចខាងក្រោមភាគីទាំងពីរបន្តដោះស្រាយស្ថានភាពគ្រប់យន្តការដែលមានស្រាប់ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ ZBC គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ ZBC និងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្តីការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃដើម្បីកុំឲ្យព្រំដែនប្រទេសទាំងពីរคล้ายទៅជាព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍភាគីទាំងពីរបន្តគ្រប់គ្រងស្ថានភាពតាមស្ថានភាពដើមរក្សាភាពអត់ធ្មត់និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ ZBC ដែលប្រព្រឹត្តទៅក្នុងរយៈពេល2ឬ3សប្តាហ៍ខាងមុខដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរភាគីកម្ពុជាស្នើឲ្យមានការគោរពអតីតភាពនិងបូរណភាពទឹកដីទៅវិញទៅមកធ្វើយ៉ាងណាកុំឲ្យមានអរិភាពដោយព្រឹកថ្ងៃទី28ឧសភាឆ្នាំ2025ភាគីកម្ពុជាមិនដកថយឬក៏ឈរជើងដោយគ្មានអាវុធនៅចំណុចតែបានប៉ះទង្គិចគ្នាទេព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីពេលចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាដែនគោករវាងកម្ពុជាថៃភាគីទាំងពីរបានឯកភាពទទួលយកនៅចំណុចទាំង4ខាងលើហើយកិច្ចចរចាបានត្រូវបញ្ចប់នៅវេលាម៉ោង 16:15 នាទីនាថ្ងៃដដែលថ្ងៃប្រហ័ស3កើតខែជេសឆ្នាំម្សាញ់ស័ព្ទស័កពុសករាជ2569រាជធានីភ្នំពេញថ្ងៃទី29ខែឧសភាឆ្នាំ2025ខ្ញុំសន្រិនធ្វើសេចក្តីរាយការណ៍